Nia Việt được tầm nên đo thầm sầm ba muối để tục đáy châm nuôn pi sen town. Bán chạy trên bi prote muối nơi Afric hàng lệch. Đòi thừa đầm ná cắt mô hà sầm mốt khả năng châm ngay đập mùi mờn mai sầm mốt. Hay bần to pi prao pel sai sập prầm tì ngay. Có bán mặc đo cầm pung phai chính đòi chốc chảy. Nước pi cray đầm ná ní miên xây nhà muối giang chụp bà. Chỉ lực đầm bông hai để chân bạn được chinh chun ra đáy pi Afric hàng lệch đòi chốc chảy. Chấp tăng pi chênh pi ẩn đồn rá, cắt tam phơ rột phương nâng cầm pung phá, hay bần tọp mốc tam rây dạ cả được chinh chun tam sa mốt trăm ngày. Mốc đol mọt thuy rong chạc đại thép rồi bảo chân đòi tol. Xe sông bạ phó thu phía ní, ban châm này peo chiêng mùi tuốt sơ vọt khlang cà riệp chòm phèn cá, nâng sang sòng, hỏi elo ní vía ban bình chọp cà tiếng tuốt protobat cà chẹt đáng nông công rật bình linh. Bần ta xâm rạp prote Australia ní mình men chỉ bò đờ mì lõ nụ tì. ព្រោះចិនកំពុងផ្លាស់ប្ដូរពីការធ្វើជាអ្នកទិញរ៉ែដែកដ៏ធំបំផុតរបស់ពិភពលោកមកជាអ្នកបង្កើតច្បាប់នៅក្នុងល្បែងរ៉ែដែកសកលវិញក្នុងវីដេអូថ្ងៃនេះយើងនឹងពន្យល់ពីអត្ថន័យពិតនៃច្រករបៀងរ៉ែដែកពីអាហ្វ្រិកខាងលិចមកចិននិងថាតើវាមានឥទ្ធិពលខ្លាំងប៉ុណ្ណាលើអូស្ត្រាលីប្រសិនបើអ្នកចូលចិត្តខ្លឹមសារវីដេអូរបស់យើងសូមចុច Subscribe Channel YouTube របស់ខ្ញុំដើម្បីទទួលបានវីដេអូចុងក្រោយបំផុតឥឡូវនេះសូមចូលទៅកាន់ប្រធានបទរបស់យើងនៅលើឆ្នេរអាត្លង់តិកនៃអាហ្វ្រិកខាងលិចមានកន្លែងមួយដែលត្រូវបានគេមើលរំលងជាយូរមកហើយប៉ុន្តែវាមានលទ្ធភាពខ្ពស់ក្នុងការកែប្រែទិដ្ឋភាពរ៉ែដែកសកលនោះគឺជួរភ្នំស៊ីម៉ាន់ឌូក្នុងប្រទេសគីណេបណ្ដុំរ៉ែដែកនេះគ្រប់ដណ្ដប់លើតំបន់សំខាន់ពីរគឺសេរ៉ូរ៉េនិងកេរ៉ាវ៉ាណេដែលលាតសន្ធឹងលើស៊ី110គីឡូម៉ែត្រនឹងជាខ្សែក្រវ៉ាត់រ៉ែដែកកម្រិតខ្ពស់ដែលមិនតាន់ទាញយកផលដ៏ធំបំផុតមួយនៅក្នុងពិភពលោកយោងតាមការវាយតម្លៃរបស់ស្ថាប័នរ៉ែជាច្រើនធនធានរ៉ែដែកដែលត្រូវបានបញ្ជាក់និងគ្រប់គ្រងនៃគម្រោងស៊ីម៉ាន់ឌូមានលើសពី 2,000 លានតោនកម្រិតជាតិដែកជាទូទៅលើសពី 65% ដោយផ្នែកខ្លះឡើងដល់ជិត 68% ដែលធ្វើឲ្យវាមានគុណភាពល្អជាងតំបន់ពីបារ៉ារបស់អូស្ត្រាលីនិងតំបន់រ៉ែដែកការ៉ាចាស់របស់ប្រេស៊ីលទោះជាយ៉ាងណាក៏ភោគទ្រព្យសម្បត្តិក្រោមដីទាំងនេះមកជាមួយបញ្ហាប្រឈមធ្ងន់ធ្ងរស៊ីម៉ាន់ឌូស្ថិតនៅលើតំបន់ខ្ពង់រាបដាច់ស្រយាលដែលមានចម្ងាយជាង600គីឡូម៉ែត្រពីកំពង់ផែទឹកជ្រៅដែលនៅជិតបំផុតដោយមានជួរភ្នំដ៏ធំល្វឹងល្វើយព្រៃទឹកភ្លៀងត្រពីកាំងនិងដីដែលគ្មានមនុស្សរស់នៅខណ្ឌកណ្ដាលភូមិសាស្ត្រដ៏ស្មុគស្មាញបំផុតនេះបានធ្វើឲ្យអណ្ដររ៉ែលំដាប់ពិភពលោកនេះជាប់គាំងត្រង់ដំណាក់កាលរៀបចំផែនការអស់រយៈពេលជាង2ទសវត្សរ៍រហូតមកដល់ឆ្នាំ2022ទើបគម្រោងរ៉ែដែកស៊ីម៉ាន់ឌូឈានដល់ចំណុចរបត់ពិតប្រាកដចាប់ផ្ដើមពីឆ្នាំ2022ក្រុមហ៊ុនជាច្រើនមកពីប្រទេសចិនបានបញ្ចប់ការទិញយកនិងការបង្រួមតំបន់រ៉ែជាបណ្ដាភ្លុកភាគខាងត្បូងកំពុងត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនចិនក្នុង Simfer ចំណែកភ្លុកភាគខាងជើងកំពុងត្រូវបានជំរុញយ៉ាងពេញលេញដោយសម្ព័ន្ធ Winning Consortium ដែលដឹកនាំដោយចិននៅក្នុងតំបន់រ៉ែស្នូទាំងមូលនិងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធចំណែកភាគីពិតប្រាកដដែលកាន់កាប់ដោយក្រុមហ៊ុនចិនបានលើសស៊ី 51% រួចទៅហើយត្រឹមតែក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍអណ្ដររ៉ែនិងការសាងសង់ប្រព័ន្ធចម្រាញ់រ៉ែប៉ុណ្ណោះការវិនិយោគសរុបរបស់ចិនបានលើសពី $15,000 លានអាមេរិកទៅហើយដូច្នេះហើយយោងតាមផែនការរ៉ែដែកបាច់ដំបងដែលទាញយកពីអណ្ដររ៉ែស៊ីម៉ាន់ឌូនឹងត្រូវបានផ្គត់ផ្គង់ជាអាទិភាពដល់ក្រុមហ៊ុនដែកថេបចិនដែលចូលរួមក្នុងការវិនិយោគនិងចំណែកដែលនៅសល់នឹងត្រូវលក់នៅលើទីផ្សារអន្តរជាតិកាលពីឆ្នាំមុនក្នុងកម្មវិធី South African Mining Indaba មន្ត្រីពីរដ្ឋាភិបាលគីណេបានថ្លែងថាទាំងភ្លុកភាគខាងជើងនិងភ្លុកភាគខាងត្បូងត្រូវបានរំពឹងថានឹងសម្រេចបាននូវទិន្នផលប្រចាំឆ្នាំ30លានតោនក្នុងម្នាក់នៅឆ្នាំ2025ដែលសរុបទាំងអស់មានចំនួន60លានតោននៅឆ្នាំ2026ទិន្នផលប្រចាំឆ្នាំនៃភ្លុកនីមួយៗនឹងកើនឡើងដល់60លានតោនដែលធ្វើឲ្យទំហំសរុបឡើងដល់120លានតោនប៉ុន្តែតែចិននឹងដឹកជញ្ជូនរ៉ែដែកនេះពីតំបន់ដាច់ស្រយាលនៃអាហ្វ្រិករហូតមកកាន់ចិនដល់រលីបណាចម្លើយគឺស្ថិតនៅលើការសាងសង់ផ្លូវរថយន្តដ៏អស្ចារ្យឡើងវិញកាលពីខែវិច្ឆិកាផ្លូវរថយន្ត Trans-Guinea ដែលដឹកនាំនិងសាងសង់ដោយចិនបានបញ្ចប់ជាផ្លូវការហើយបើកឲ្យធ្វើចរាចរណ៍ផ្លូវរថយន្តនេះមានប្រវែងប្រហែល650គីឡូម៉ែត្រចាប់ផ្ដើមពីតំបន់រ៉ែកាត់តាមតំបន់ដាច់ស្រយាលនៃប្រទេសគីណេនិងរត់រហូតទៅដល់កំពង់ផែទឹកជ្រៅដោយនៅជិតបំផុតនៅឆ្នេរអាត្លង់តិកវាបានដោះស្រាយដោយស្រេចតែម្ដងបញ្ហារបស់ស៊ីម៉ាន់ឌូដែលមានធនធានរ៉ែសម្បូរប៉ុន្តែគ្មានផ្លូវដឹកជញ្ជូន
ធ្វើឡើងតាមស្តង់ដារដឹកជញ្ជូនធុនធ្ងន់រថយន្តដឹកជញ្ជូនមួយគ្រឿងអាចផ្ទុកបានរហូតដល់រាប់ម៉ឺនតោនដែលឆ្លើយតបនឹងតម្រូវការដឹកជញ្ជូនរ៉ែដែករាប់10លានតោនក្នុងមួយឆ្នាំដោយមានវិនិយោគសរុបជិត$20,000 លានអាមេរិកវាជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំពិបាកបំផុតនិងមានបច្ចេកទេសស្មុគស្មាញបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសគីណេអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺផ្លូវរថយន្តតម្លៃ$20,000 លាននេះមិនមែនសាងសង់ឡើងតែជាគម្រោងបណ្ដោះអាសន្នដើម្បីដឹកជញ្ជូនរ៉ែហើយបោះបង់ទេឥឡូវនេះវាបានបញ្ចូលជាផ្លូវការទៅក្នុងប្រព័ន្ធដឹកជញ្ជូនជាតិរបស់គីណេក្លាយទៅជាសរៃឈាមជាតិដ៏សំខាន់មួយដែលកាត់ទៅកាន់តំបន់ដាច់ស្រយាលជាមួយនឹងពិភពលោកខាងក្រៅនៅអនាគតវាត្រូវបានរំពឹងថានឹងនាំយកនូវលទ្ធផលពិតប្រាកដដល់រដ្ឋាភិបាលគីណេនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចការអប់រំឧស្សាហកម្មនិងការបង្កើតការងារនៅជ្រុងនៅពេលដែលខាមួយផ្នែកនៃផ្លូវរថយន្តនេះចាប់ផ្ដើមដំណើរការគម្រោងរ៉ែដែកស៊ីម៉ាន់ឌូលើកដំបូងពិតជាត្រូវបានទទួលផ្លូវជាក់លាក់និងលក្ខខណ្ឌមូលដ្ឋានចាំបាច់ដើម្បីឈានចូលទីផ្សារសកលបន្ទាប់មកនៅថ្ងៃទី17ខែមករាឆ្នាំនេះអ្នកទុកដឹករ៉ែដែក200,000 តោនមានទង់ជាតិសិង្ហបុរីបានជួបចាក់យឺតនៅកំពង់ផែម៉ាជីសាន់នៃខេត្តឈៀកឈៀងប្រទេសចិនរ៉ែដែកបែកនេះមកពីតំបន់រ៉ែស៊ីម៉ាន់ឌូនៃគីណេដំបូងវាត្រូវបានដឹកជញ្ជូនតាមផ្លូវរថយន្តពីអណ្ដនរ៉ែទៅកាន់កំពង់ផែម៉ូរ៉ាបាយ៉ានៅប្រទេសគីណេពេលចំណាយពេល46ថ្ងៃនៅលើសមុទ្រកាត់ចម្ងាយប្រហែល10,000 ម៉ៃលនៅសមុទ្រមុននឹងមកដល់ប្រទេសចិនដោយសុវត្ថិភាពនេះគឺជាសញ្ញានៃការបញ្ចប់ការផ្ទៀងផ្ទាត់ភស្តុតាងឡូជីស្ទីកពីដើមរហូតដល់ចប់របស់ចិនចាប់ពីអណ្ដោនរ៉ែនៅអាហ្វ្រិករហូតទៅដល់ផ្លូវរថយន្តកំពង់ផែការដឹកជញ្ជូនតាមសមុទ្រនិងការដាក់ទំនិញដកក្នុងស្រុកចំណែករ៉ែដែកបែបនេះតំណាងឲ្យ2,000,000 តោនម្នាក់បានភ្ញាក់ចេញនៅកំពង់ផែម៉ាជីសាន់បន្ទាប់មកបានធ្វើការផ្ទេរភ្លាមទៅកាន់មូលដ្ឋានផលិតដែកថែបរបស់បាវស្ទៀវនៅតំបន់បាវសានទីក្រុងសៀងហៃតាមរយៈប្រព័ន្ធផ្លូវទឹកទន្លេដែលបានសម្រេចការតគ្នាពីអណ្ដោនរ៉ែទៅដល់រោងចក្រដែកថែបយ៉ាងរលូនប៉ុន្តែគឺត្រូវពេលនានាដឹកដែក200,000 តោននេះមកដល់នោះទេដែលប្រទេសមួយទៀតនៅឆ្ងាយក្នុងអហត្ថគោលត្បូងចាប់ផ្ដើមមានអារម្មណ៍មិនស្រួលយ៉ាងខ្លាំងហេតុអ្វីទៅក្រឡេកមើលជុំវិញពិភពលោកមានប្រទេសតិចតួចណាស់ដែលអាចហៅថាជាមហាអំណាចរ៉ែដែកហើយអូស្ត្រាលីគឺពិតជាម្នាក់ក្នុងចំណោមនោះក្នុងនាមជាអ្នកនាំចេញរ៉ែដែកដ៏ធំបំផុតរបស់ពិភពលោកអូស្ត្រាលីមានទុនបម្រុងរ៉ែដែកដែលត្រូវបានបញ្ជាក់លើសពី30,000 លានតោនដែលភាគច្រើនប្រមូលផ្ដុំនៅក្នុងតំបន់ភៀលបារ៉ានៃភាគខាងលិចអូស្ត្រាលីការអភិវឌ្ឍរ៉ែដែកនៅភៀលបារ៉ាមានអាយុកាលជិត60ឆ្នាំមកហើយដែលមានសមាមាត្ររ៉ែដែលស័ក្តិសមសម្រាប់អណ្ដូងរ៉ែបើកចំហជិត 100% លើសពីនេះអូស្ត្រាលីដំណើរការបណ្ដាញផ្លូវរថភ្លើងដឹកទំនិញធុនធ្ងន់ដែលលាតសន្ធឹងលើសពី 4,000 គីឡូម៉ែត្រជាមួយនឹងបន្ទុកអក្សររហូតដល់40 តោនដែលអនុញ្ញាតឲ្យតម្លៃរ៉ែជាមធ្យមក្នុង1តោនស្ថិតនៅក្នុងរង្វង់$20អាមេរិកក្នុងរយៈពេលជាច្រើនឆ្នាំដោយពឹងផ្អែកលើអត្ថប្រយោជន៍ទាំងទំហំនិងតម្លៃអូស្ត្រាលីបានគ្របដណ្ដប់ទីផ្សារនាំចេញរ៉ែដែកកម្រិតខ្ពស់សកលអស់រយៈពេលជាង2ទសវត្សរ៍ក្នុងនាមជាអ្នកផលិតដែកថែបធំបំផុតរបស់ពិភពលោកចិនបានរក្សាទិន្នផលដែកថែបឆៃប្រចាំឆ្នាំក្នុងរង្វង់ 1,000 លានតោនដែលធ្វើឲ្យតម្រូវការរ៉ែដែកស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតនៅចំណុចកំពូលចិនបាននាំចេញរ៉ែដែកលើសពី 1.1,000 លានតោនក្នុងមួយឆ្នាំដោយអូស្ត្រាលីមានចំណាយជិត 65% នៃចំនួនសរុបនោះក្នុងឆ្នាំ2023តែម្ដងចិនបាននាំចេញរ៉ែដែកពីអូស្ត្រាលីដែលមានតម្លៃជាង$80,000 លានអាមេរិកដែលធ្វើឲ្យចិនក្លាយជាអ្នកទិញរ៉ែដែកដ៏ធំបំផុតរបស់អូស្ត្រាលីទោះជាយ៉ាងណាក៏ដោយការពឹងផ្អែកយ៉ាងខ្លាំងក្លានិងយូរអង្វែងនេះក៏បានធ្វើឲ្យចិនស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះនៅពេលនិយាយអំពីការផ្គត់ផ្គង់រ៉ែដែកជាឧទាហរណ៍ក្នុងខែមីនាឆ្នាំ2019តំបន់ភៀវបារ៉ារបស់អូស្ត្រាលីត្រូវបានវាយប្រហារដោយខ្យល់ព្យុះស៊ីក្លូនត្រូពិចដែលបង្ខំឲ្យបិទកំពង់ផែនិងរំខានដល់ផ្លូវរថភ្លើងដែលបណ្ដាលឲ្យបាត់បង់ទិន្នផលប្រចាំឆ្នាំភ្លាមៗប្រហែល14 លានតោនឥឡូវនេះការអភិវឌ្ឍជាបណ្ដានៃគម្រោងរ៉ែដែកស៊ីម៉ាន់ឌូផ្ដល់ឲ្យចិននៅជម្រើសផ្សេងដែលលែងពឹងផ្អែកលើអូស្ត្រាលីទៀតហើយយោងតាមផែនការបច្ចុប្បន្ននៅពេលដែលស៊ីម៉ាន់ឌូឈានទៅដល់ការផលិតពេញលេញវានឹងផ្គត់ផ្គង់រ៉ែដែកកម្រិតខ្ពស់ដោយចិនលើសពី40 លានតោនក្នុងមួយឆ្នាំដោយស្ថិរភាពជាលទ្ធផលឧស្សាហកម្មដែកថែបរបស់ចិនបានងាកចេញដោយជោគជ័យពីការផ្អែកលើអូស្ត្រាលីប៉ុន្តែអ្វីដែលធ្វើឲ្យអូស្ត្រាលីព្រួយបារម្ភពិតប្រាកដនោះគឺថាប្រព័ន្ធកំណត់តម្លៃរ៉ែដែកខ្លួនឯងកំពុងត្រូវបានរង្គោះរង្គើ
អស់រយៈពេលជាង1ទសវត្សរ៍មកហើយការធានាកម្មរ៉ែដៃសកលភាគច្រើនបានដើរតាមសំណុំច្បាប់ដែលគ្រប់គ្រងដោយអូស្ត្រាលីគឺកំណត់តម្លៃជាដុល្លារអាមេរិកប្រៅសញ្ញៈផ្លាតជាគោលហើយផ្អែកលើប្រតិបត្តិការទិញលក់ភ្លាម spot transactions នៃក្រៅប្រទេសលទ្ធផលនៃប្រព័ន្ធនេះគឺការមិនស៊ីគ្នាយ៉ាងធ្ងន់ធ្ងររវាងតម្លៃនិងថ្លៃដើមពិតប្រាកដតាមការប៉ាន់ស្មានក្នុងឧស្សាហកម្មថ្លៃដើមរ៉ែពេញរបស់រ៉ែដែកអូស្ត្រាលីជាទូទៅគឺចន្លោះពី$20ទៅ$30ក្នុងមួយតោនប៉ុន្តែដោយសារអារម្មណ៍ទីផ្សារនិងការរំពឹងទុករបស់មូលធនតម្លៃរ៉ែដែកបានរួចតឡើងដល់កន្លងមក$120ម្ដងហើយម្ដងទៀតជាមួយនឹងថ្លៃដើមរ៉ែសុទ្ធតែមិនប្រែប្រួលតម្លៃលក់បានហក់ឡើងជាច្រើនដងហើយភាគីដែលរងសម្ពាធនោះគឺចិនជាអ្នកទិញដ៏ធំក្នុងរយៈពេល1ទសវត្សរ៍កន្លងមកនេះប្រមាណចំនួនប្រចាំឆ្នាំរបស់រោងដែកថេបចិនជាច្រើនបានកាត់បន្ថយមកនៅក្រោម 1% ធ្វើឲ្យពួកគេស្ថិតនៅក្នុងមាត់ជ្រានៃការខាតបង់ហើយអូស្ត្រាលីមិនចាំបាច់គម្រាមកាត់ផ្តាច់ការផ្គត់ផ្គង់ដោយចំហទេរ៉ែដែកនៅតែអាចប្រើប្រាស់យ៉ាងវត្តបានជាមធ្យោបាយចរចារាល់ពេលដែលចំណេះតំណងចិនអូស្ត្រាលីមានភាពតានតឹងតម្លៃរ៉ែឡើងខ្ពស់ការឡើងតម្លៃហិរញ្ញវត្ថុឬសូម្បីតែការរំខាននៅក្នុងតំបន់នៅកំពង់ផែឬផ្លូវរថភ្លើងគឺគ្រប់គ្រាន់ដើម្បីបង្ខំឲ្យរោងដែកថេបចិនត្រូវទិញស្តុកនៅក្នុងតម្លៃខ្ពស់ក្រោមប្រព័ន្ធនៅពេលនោះចិនសិតតែមិនមានឱកាសសម្រាប់វិធានការតបតប្រកបដោយប្រសិទ្ធភាពឡើយប៉ុន្តែឥឡូវនេះគម្រោងរ៉ែដែកស៊ីម៉ាន់ឌូកំពុងផ្លាស់ប្ដូរទេសភាពនេះជាបណ្ដាហើយក្នុងនាមជាគម្រោងដឹកនាំដោយដើមទុនចិនប្រព័ន្ធអភិវឌ្ឍការដឹកជញ្ជូននិងការជួញដូររបស់វាឡើងពឹងផ្អែកទាំងអស់លើគ្រប់ខណ្ឌកំណត់តម្លៃបែបបច្ចិមបទតែបត្រឹមបីនៃទៀតហើយនៅអនាគតចំណែកមួយធំនៃរ៉ែដែកដែលផ្គត់ផ្គង់ដល់ចិនយ៉ាងស្ថិរភាពនឹងត្រូវបានទុកទន់ក្នុងលុយយ៉នដោយសមាមាត្រទុកទន់រំពឹងថានឹងឡើងទៅដល់ប្រហែល 80% នេះនឹងធ្វើឲ្យខ្សោយការបដិមុតនៃលុយដុល្លារអាមេរិកនៅក្នុងការជួញដូររ៉ែដែកសកលនៅពេលដែលជួញដូរទិញលក់ភ្លាមនៃអូស្ត្រាលីគឺអាមេរិកកាំងជាអ្នកទិញលក់ហើយជាភាគីដែលកំណត់ពីវាឡើងមកតែនៅពេលដែលស៊ីម៉ាន់ឌូធាត់ចិនអាមេរិកកាំងនឹងលែងមានចំណាយទុកទណ្ឌផ្សេងទៀតហើយវានឹងជាសញ្ញាកំទានមកក្បាលកំទុយថ្មីរបស់ចិនជាមួយគ្នានឹងការដឹកជញ្ជូនលើកដំបូងរបស់ស៊ីម៉ាន់ឌូចិនក៏បានបោះជំហានស្របគ្នាក្នុងការបង្កើតប្រព័ន្ធយុវរិនបែបការមួយទៀតដែលគេហៅថាជាសញ្ញៈរ៉ែដែកភាគខាងជើងដែលជារបបមួយដែលផ្អែកលើការកំណត់តម្លៃក្នុងលុយយ៉នហើយសំដៅទៅលើថ្លៃដើមរ៉ែដែកពិតប្រាកដពីកំពង់ផែចិនទៅរោងដែកថេបគោលដៅនៃសញ្ញៈនេះគឺយកអំណាចកំណត់តម្លៃថ្មីមកដល់ខ្វឹងចិនពីមុននៅទីផ្សារក្រៅប្រទេសដោយធ្វើឲ្យមានភាពទាល់ទាន់គ្នាដើម្បីអំណោយរ៉ែដែកអូស្ត្រាលីពីលើទម្លេងប្រភេទ PI ប៉ុន្តែនៅពេលដែលប្រព័ន្ធយុវរិនរូបិយប័ណ្ណនឹងភ្ជាប់ជាមួយនឹងខ្សែផ្គត់ផ្គង់ហ្គោនេះមានការផ្លាស់ប្ដូរស្ដេចឋានត្រហក់ត្រហំច្បាប់ពីការជួញដូររ៉ែដែកសកលនឹងត្រូវបានសរសេរឡើងវិញនៅពេលនោះច្បាប់ដែលដើមឡើយបានបង្កើតឡើងដោយអូស្ត្រាលីនឹងលែងមានអត្ថន័យអ្វីពិតប្រាកដហើយតាមពិតទៅសកម្មភាពសកលរបស់ចិនក្នុងវិស័យរ៉ែដែកមិនមែនផ្ដោតតែលើអាហ្វ្រិកប៉ុណ្ណោះទេនៅអាមេរិកខាងត្បូងក្រុមហ៊ុន Well របស់ប្រេស៊ីលក៏ជាដៃគូដ៏សំខាន់បំផុតមួយរបស់ចិនផងដែរក្នុងនាមជាអ្នកផ្គត់ផ្គង់រ៉ែដែកធំបំផុតទី2របស់ពិភពលោក Well ផលិតបានជាង300លានតោនក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ2006ចិនបានក្លាយជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ខ្លួននៅឆ្នាំ2014ជាងពាក់កណ្ដាលនៃរ៉ែដែករបស់ Well ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះភាពជាដៃគូនេះបានកាន់តែស៊ីជម្រៅក្នុងឆ្នាំ2024តែមួយការនាំចេញរ៉ែដែករបស់ Well ទៅចិនមានជិត200លានតោនសម្រាប់ចិនដែលជាយ៉ាកទិញដ៏ធំ Well ក៏បានបញ្ជាក់ច្បាស់ដែរថាខ្លួននឹងមិនដំឡើងតម្លៃរ៉ែដែកជំនួសចិនដោយឯកតោភាគីនោះទេហើយខ្លួនបានយល់ព្រមលើការរៀបចំការទូទាត់ជាប្រាក់យ៉ននៅក្នុងកិច្ចសន្យារយៈពេលវែងមួយចំនួនដូច្នេះយើងអាចមើលឃើញថានៅពេលដែលអណ្ដូងរ៉ែស៊ីម៉ាន់ឌូក្នុងអាហ្វ្រិកខាងលិចគម្រោងរបស់ Well ក្នុងអាមេរិកខាងត្បូងនិងប្រព័ន្ធដែកថេបក្នុងស្រុកដ៏ធំសម្បើមរបស់ចិនបង្កើតបានជាវដ្តបិទជិតដ៏មានស្ថិរភាពតួនាទីរបស់ចិននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែដែកសកលក៏នឹងផ្លាស់ប្ដូរដែរវានឹងផ្លាស់ប្ដូរពីការធ្វើជាអ្នកទិញដែលអាកម្មទៅជាអ្នកបង្កើតច្បាប់សម្រាប់អូស្ត្រាលីការបាត់បង់ទីផ្សារចិនគឺជាការភ្ញាក់ផ្អើលដ៏ធំមួយរួចទៅហើយប្រសិនបើកម្លាំងរ៉ែដែកមួយផ្សេងទៀតដែលមានសមត្ថភាពប្រកួតប្រជែងជាមួយខ្លួនកំពុងលិតឡើងពួកគេនឹងកាន់តែមានការព្រួយបារម្ភនិងភ័យខ្លាចចុះអ្នកវិញតើអ្នកគិតយ៉ាងណាចំពោះរឿងនេះបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនទាំងអស់គ្នាគិតថាតើប្រទេសចិន
បានដោះស្រាយបញ្ហាប្រឈមផ្នែកភូសថរចនានិងហេដ្ឋារចនាសម្ព័ន្ធយ៉ាងដូចម្តេចដើម្បីដឹកជញ្ជូនរ៉ែពីតំបន់ដាច់ស្រយាលក្នុងអាហ្វ្រិកមកកាន់រោងចក្ររបស់ខ្លួនហើយហេតុអ្វីបានជាការសម្រេចបាននៅខ្សែសង្វាក់ផ្គត់ផ្គង់ពីស៊ីមែនឌូត្រូវបានចាត់ទុកថាជាដំណឹងមិនល្អឬជាការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ប្រទេសអូស្ត្រាលី